ខាងមជ្ឈមណ្ឌលកងទ័ពថៃចាប់ផ្ដើមរករឿងខ្មែរទៀតហើយបងឲ្យវឿនសួស្ដីចាប់ផ្ដើមរករឿងខ្មែរទៀតហើយក្រោយពីថៃវាហាក់ដូចជាចាញ់ប្រៀបខ្មែរខាងផ្លូវច្បាប់នៅពេលដែលនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានគូសបញ្ជាក់ជាមួយនឹងអនុទិនចានវីរៈគុណនៅពេលដែលនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគូសបញ្ជាក់ជាមួយនឹងនាយករដ្ឋមន្ត្រីថៃចានវីរៈគុណថៃហាក់ដូចជាមានអារម្មណ៍ថាខ្លួនចាញ់ប្រៀបខ្មែរខាងផ្លូវច្បាប់ដែលចង្អុលបង្ហាញថាការលុបចោល MOU ឆ្នាំ2001វាคล้ายទៅជាអំពើទុកថៃច្រើនទៅមុខទៀតដូច្នេះហើយដើម្បីនឹងបង្កើតការពន្យាពេលអ្វីមួយថៃក៏វាចាប់ផ្ដើមរករឿងខ្មែរតទៅទៀតមជ្ឈមណ្ឌលផ្សាយព័ត៌មាននៃកងទ័ពថៃតាក់ទងនឹងព្រឹត្តិការណ៍ព្រំដែនកម្ពុជាថៃឡង់បានបញ្ជាក់ថាគេកំពុងតែតាមដានគ្រប់សកម្មភាពព្រំដែន24ម៉ោងលើ24ម៉ោងថាខ្មែរហ្នឹងមានព្រឹត្តិការណ៍ចំពោះគេមិនគួរឲ្យទុកចិត្តហើយការផ្សព្វផ្សាយនេះគឺជាការបង្កហេតុជានិច្ចដែលមជ្ឈមណ្ឌលកងទ័ពថៃតែងតែធ្វើនៅពេលដែលវាដឹងថាខ្មែរមិនព្រមតបតទៅនឹងអ្វីដែលវាចេះតែប្រឌិតឡើងនេះគឺជាល្បិចល្បោយដែលថៃធ្វើថ្ងៃនេះមជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មានព្រំដែនកម្ពុជាថៃឡង់របស់ថៃសារព័ត៌មានហើយនឹងរដ្ឋបាលបាននិយាយថាគេបដិញ្ញាចិត្តនឹងឃ្លាំមើលសកម្មភាពខ្មែរណាឃ្លាំមើលសកម្មភាពខ្មែរគេការពារទឹកដីគេ24ម៉ោងលើ24ម៉ោងនេះគឺសិតតែល្បិចល្បោយដែលសៀមថៃនេះធ្វើដើម្បីរករឿងនឹងពន្យាពេលកុំឲ្យដោះស្រាយរឿងព្រំដែនបានងាយតែវាឃើញចន្លោះប្រហោងអីដែលខ្មែរកំពុងតែធ្វើកិច្ចការទូតនឹងផ្លូវច្បាប់វារករឿងឲ្យកើតទៅជាចំនួនផ្ទុះអាវុធនេះគឺជាអ្វីដែលកើតឡើងថ្ងៃនេះទៀតហើយការលុបចោល MOU ឆ្នាំ2000មើលទៅដូចជាការដែលនាំឲ្យថៃកិច្ចមិនរួចពីខ្មែរយកវាឡើងតុលាការទេកិច្ចមិនរួចពីខ្មែរយកវាឡើង tribunal ទេនេះគឺជាចំណុចដែលរសើបរបស់ថៃហើយជំនួបចុងក្រោយរវាងអនុទិនជាមួយនឹងហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីខ្មែរបានគូសបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលដែលថៃវាយល់ឃើញថាខ្មែរកំពុងតែតាំងជំហរមាំមួនក្នុងការមិនតបតមិនបាញ់បហាមិនផ្ទុះអាវុធគឺមិននិយាយផ្លូវការទូតនិងផ្លូវច្បាប់ហើយនឹងមិននិយាយរឿងព្រំដែនច្រកព្រំដែនបើកឬបិទមិននិយាយជាមួយវាក្តៅក្រហាយវាណាបាទវាក្តៅក្រហាយវាបានជាថ្ងៃនេះវាចាប់ផ្ដើមរករឿងទៀតហើយអានឹងអញ្ចឹង